មេរៀនទី48គេថាវិធីព្យាបាលទឹកនោមផ្អែមរបស់គ្រូពេទ្យដល់ល្បាញល្បីមេរៀនទី48ចង់ដឹងខ្លឹមសារកាន់តែច្បាស់បងប្អូនជួយតាមដានវីដេអូនេះដល់ចប់ like share ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបងប្អូនជាច្រើនឆ្នាំអ្នកនិពន្ធបានទទួលការដកស្រង់ចេញអំពីទស្សនបដីមួយច្បាប់អំពីពណ៌នាអំពីប្រវត្តិរបស់ដំណើរការនៃការរបបកំហើញអ៊ីនស៊ូលីនខាងក្រោមនេះគឺខ្លឹមសារដ៏សំខាន់ដែលអ្នកនិពន្ធដកស្រង់ចេញអំពីអត្ថបទខាងលើនៅក្នុងកំឡុងទសវត្សរ៍ទី1920វិជ្ជបណ្ឌិត Frederick Banting ជនជាតិកាណាដាដែលមានអនាគតដ៏ល្អស្រស់បំព្រងចំណាយពេលយ៉ាងសកម្មទៅលើការរីករាលដាលរបស់ជំងឺទឹកនោមផ្អែមតែក្នុងការព្យាបាលខាងវិទ្យាសាស្ត្រគ្មានវិធីណាមកអាចទប់ស្កាត់ជំងឺនេះបាននៅឡើយទេលោកវិជ្ជបណ្ឌិត Banting បានធ្វើការសិក្សាស្រាវជ្រាវអំពីជំងឺច្រើនរាប់មិនអស់ទៅហើយក្នុងកំឡុងពេលដេកលក់ដោយសារភាពហត់នឿយនារីត្រីមួយអនុសម្បញ្ញៈបានណែនាំឲ្យគាត់ទាញយកកាកសំណល់អំពីត្រង់កន្លែងខូចនៃលំពែងសុណក់ហើយជាការរកឃើញសារធាតុអ៊ីនស៊ូលីនដំបូងបំផុតដែលជាសារធាតុអាចជួយជីវិតមនុស្សរាប់លានយើងឃើញថាបណ្ឌិត Banting ចំណាយពេលមួយចំនួនស្វែងរកដំណោះស្រាយចំណែកអនុសម្បញ្ញៈជាអ្នកឆ្លើយតបដោយរកដំណោះស្រាយបានយ៉ាងត្រឹមត្រូវពុំមែនមានន័យថាអ្នកតែងតែបានទទួលចម្លើយនៅក្នុងរយៈពេលខ្លីជានិច្ចនោះទេពេលខ្លះចម្លើយក៏នៅមិនទាន់ចេញមកតែសូមកំបាក់ទឹកចិត្តសូមប្រគល់ទំនុកចិត្តទៅឲ្យអនុសម្បញ្ញៈទុកឲ្យវារិះរកដំណោះស្រាយរាល់ពេលមុនចូលគេងហេតុផលមួយដែលធ្វើឲ្យកើតមានយឺតយ៉ាវអាចប្រហែលមកអំពីអ្នកមើលវាថាជាបញ្ហាដ៏ធំដោយជឿថាបញ្ហានោះអាចត្រូវចំណាយពេលយូរក្នុងការដោះស្រាយអនុសម្បញ្ញៈរបស់អ្នកគ្មានតាក់ទងអំពីរឿងពេលវេលានិងរយៈចម្ងាយនោះទេសូមចូលដំណេកប្រកបដោយជំនឿជឿជាក់ថានឹងបានទទួលចម្លើយទាន់ចិត្តប្រាថ្នាកុំគិតថាអ្នកនឹងទទួលបានចម្លើយនៅក្នុងពេលអនាគតសូមជឿជាក់ចំពោះផលដែលនឹងបានទទួលសូមចាប់ដើមជឿជាក់ចាប់តាំងពីពេលនេះទៅចម្លើយក្នុងការរកដំណោះស្រាយបញ្ហាផ្សេងៗរបស់អ្នកនឹងកើតឡើងយ៉ាងឥតខ្ចោះការគេខ្លួនរួចផុតអំពីមន្ទីរឃុំឃាំងនៅរុស្ស៊ីបណ្ឌិត Lothar von Plain-Smith ជាសមាជិកម្នាក់នៅ Rockquist Society ជាវិស្វករផ្នែកស្រាវជ្រាវអេឡិចត្រូនិកដ៏ល្បីល្បាញបាននិយាយឲ្យស្ដាប់ខ្លីៗទីដែលគេប្រើអនុសម្បញ្ញៈដឹកនាំឲ្យរួចផុតពីកណ្ដាប់ដៃខូខើយងខ្នងនៃគុករុស្ស៊ីនៅតំបន់អណ្ដូងរ៉ែត្បូងថ្មដូចនេះថាខ្ញុំជាឆ្លើយសឹកដែលត្រូវធ្វើការនៅអណ្ដូងរ៉ែធ្យូងថ្មមួយក្នុងប្រទេសរុស្ស៊ីនឹងបានឃើញអ្នកទោសក្នុងមន្ទីរឃុំឃាំងនោះស្លាប់អស់ជាច្រើនយើងជាប់ឃុំឃាំងដោយសារការគ្រប់គ្រងដ៏ខូខើយងខ្នងនិងសមត្ថកិច្ចដ៏កោងកាចព្រមទាំងការកាត់ទោសដ៏ហិង្សាអំពីរដ្ឋការរុស្ស៊ីដែលពុំមានការជំនុំជម្រះក្តីបន្ទាប់ពីពិនិត្យជំងឺដើម្បីបង្ក្រប់កិច្ចហើយបណ្ដាអ្នកទោសទាំងអស់គឺត្រូវគេកំណត់ឲ្យជញ្ជូនធ្យូងថ្មសម្រាប់ខ្ញុំត្រូវជញ្ជូនធ្យូងថ្មមួយថ្ងៃ300ផោននៅក្នុងករណីអ្នកទោសណាមិនអាចធ្វើការបានតាមកំណត់នឹងត្រូវគេបង្អប់អាហារទន្ទឹមនឹងមួយពេលក៏មានបរិមាណមិនគ្រប់គ្រាន់ដល់សេចក្តីត្រូវការស្រាប់ទៅហើយមិនយូរប៉ុន្មានពួកគេក៏ស្លាប់យ៉ាងវេទនាជាបន្តបន្ទាប់ខ្ញុំចាប់ដើមរកមើលរត់គេចដោយដឹងច្បាស់ថាអនុសម្បញ្ញៈនឹងសម្លឹងរកឃើញវិធីណាមួយផ្ទះខ្ញុំនៅប្រទេសអាល្លឺម៉ង់ត្រូវគេបំផ្លាញចោលអស់ហើយគ្រួសារក៏រស់នៅក្នុងផ្ទះបាក់បែកធ្លុះធ្លាយបណ្ដាមិត្តភ័ក្តិសុទ្ធតែត្រូវគេសម្លាប់ឬមួយក៏ត្រូវចាប់យកទៅដាក់មន្ទីរឃុំឃាំងខ្ញុំនិយាយជាមួយអនុសម្បញ្ញៈថាខ្ញុំចង់ទៅឡូសអាន់ជីលេសសូមអ្នកជួយបង្ហាញផ្លូវខ្ញុំផងរួចខ្ញុំក៏ស្រមៃឃើញរូបភាពទីក្រុងឡូសអាន់ជីលេសថែមទាំងចង់ចាំផ្លូវដែលមានដើមឈើខៀវខ្ចីដុះរៀងជាជួរទាំងសងខាងផ្លូវបានដិតជាប់នឹងភ្នែករួមទាំងផ្ទះនិងអាគារមួយចំនួនរាល់ថ្ងៃរាល់យប់ខ្ញុំចាប់ផ្ដើមបង្កើតរូបអារម្មណ៍ថាឯងកំពុងតែដើរនៅលើផ្លូវជាមួយនារីជនជាតិអាមេរិកម្នាក់ដែលខ្ញុំមានឱកាសស្គាល់នាងកាលពីនៅបេកឡាំងមុនកើតសង្គ្រាមនាងគឺជាភរិយាខ្ញុំសប្តាហ៍ថ្ងៃនៅក្នុងរូបអារម្មណ៍នេះយើងឈៀងចូលហាងទំនិញជិះឡានក្រុងហើយបរិភោគអាហារនៅភោជនីយដ្ឋានរៀងរាល់រាត្រីខ្ញុំបង្កើតរូបអារម្មណ៍ពិសេសថាកំពុងបើកឡានអាមេរិកទៅមកនៅលើផ្លូវក្នុងក្រុងឡូសអាន់ជីលេសអ្វីគ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងច្បាស់ដូចមែនតែនរូបភាពនៅក្នុងចិត្តទាំងនេះប្រៀបដូចជាធម្មជាតិដែលអាចប៉ះពាល់បានដោយដើមឈើមួយដើមដែលដុះនៅក្នុងបរិវេណមន្ទីរឃុំឃាំងជារៀងរាល់ព្រឹកអ្នកត្រួតការតែងតែរាប់ចំនួនអ្នកទោសនៅតាមជួរដោយរាប់ពីលេខ1រហូតដល់លេខ3រហូតដល់លេខ17ជាលេខរៀងប្រចាំខ្លួនខ្ញុំក៏ឈានកិច្ចទៅជួរមួយទៀតធ្វើឲ្យគេយល់ខុសរាប់17ចំអ្នកទោសបន្តអំពីខ្ញុំពេលអ្នកទោសទាំងអស់ត្រឡប់មកពីជញ្ជូនធ្យូងថ្មត្រូវជួររាប់នៅពេលល្ងាចការរាប់ចំនួនអ្នកទោសមានចំនួនដដែលគឺខ្វះរូបខ្ញុំម្នាក់ដែលអ្នកត្រួតពិនិត្យមិនដឹងដូច្នោះទម្រាំគេដឹងថាមានអ្នកទោសគេចខ្លួនពួកគេអាចត្រូវចំណាយពេលយូរបន្តិចខ្ញុំលួចរត់ដោយស្មៅជើងពីមន្ទីរឃុំឃាំងអស់រយៈពេល24ម៉ោងហើយក៏យប់សម្រាប់ក្នុងថ្ងៃបន្ទាប់នៅតំបន់រហោឋានមួយទ្រទ្រង់ជីវិតដោយរកត្រីនិងសត្វព្រៃធ្វើជាអាហារទីបំផុតខ្ញុំក៏លបជិះរទេះភ្លើងដឹកធ្យូងថ្មពេលយប់រហូតរួចផុតចូលទៅដល់ប្រទេសប៉ូឡូញនិងដោយមានជំនួយពីមិត្តភ័ក្តិនៅទីនោះខ្ញុំក៏អាចធ្វើដំណើរទៅដល់ក្រុងសូលូសិនប្រទេសស្វីសថ្ងៃមួយនៅសន្តាគារផាឡេសក្នុងក្រុងឡូស៊ឺនខ្ញុំបានសន្ទនាជាមួយបុរសម្នាក់និងភរិយារបស់គេដែលអ្នកទាំងពីរមកពីអាមេរិកក្រោយមកបុរសជាប្តីបានអញ្ជើញខ្ញុំឲ្យទៅលេងផ្ទះគេនៅទីក្រុងសាន់តាម៉ូនីការដ្ឋកាលីហ្វ័រញ៉ាខ្ញុំក៏យល់ព្រមភ្លាមដោយពុំមានស្ទាក់ស្ទើរពេលធ្វើដំណើរមកដល់ឡូអាន់ជីលេសខ្ញុំក៏បានឃើញអ្នកបើកឡានបើកនាំខ្ញុំកាត់តាមមហាវិថីវីលស្គៀនិងផ្លូវដទៃផ្សេងទៀត
ដែលខ្ញុំធ្លាប់បានបង្កើតនៅក្នុងរូបអារម្មណ៍យ៉ាងច្បាស់ជាច្រើនខែនិងសែនយូរនៅក្នុងអន្រងរ៉ែត្បូងថ្មប្រទេសរុស្ស៊ីខ្ញុំធ្លាប់នៅចាំបានអំពីអាគារជាច្រើនខ្នងដែលធ្លាប់ឃើញនៅក្នុងចិត្តជាញឹកញាប់វាហាក់ដូចជាធ្លាប់បានស្គាល់លោកអេនជីលេសពីមុនមកដូច្នោះខ្ញុំបានសម្រេចគោលដៅដែលបានកំណត់ទុកមុនហើយខ្ញុំនឹងនៅក្បែរអំណាចដ៏អស្ចារ្យនៃអនុសម្បញ្ញៈព្រោះតាមពិតវាមានវិធីដោះស្រាយបញ្ហានៅក្នុងគណៈពេលដែលខ្ញុំស្ថិតនៅក្នុងសភាពងងឹតឆឹងទាំង8ទិសបង្កើនធម៌ពលជាមួយនឹងវីកាហ្វេទាំងអស់គ្នាបងប្អូននិយាយមែនបងប្អូនរហថ្ងៃជោគចិត្តជាមួយនឹងវីកាហ្វេបំភ្លេចមិនបានវីកាហ្វេកាន់តែញ៉ាំកាន់តែធ្វើឲ្យសុខភាពល្អញ៉ាំកាវីកាហ្វេរាល់ថ្ងៃធ្វើឲ្យអារម្មណ៍ស្រស់ស្រាយរាងកាយមានធម៌ពលបង្កើនធម៌ពលផ្ដោតអ្វីដែលកាន់តែពិសេសចាវីកាហ្វេសម្រាប់មនុស្សទូទៅហើយក៏សម្រាប់អ្នកជំងឺទឹកនោមផ្អែមលើឈាមផងដែរវីកាហ្វេមាននីតិចាប់បញ្ចុះខ្លាញ់អាក្រក់គ្រប់គ្រងជាតិស្ករជួយគ្រប់គ្រងសម្ពាធឈាមឲ្យប្រព័ន្ធឈាមរត់បានល្អវីដេអូនេះឲ្យគម្រាមចិត្តបងណាមិនទាន់បានពិសាវីកាហ្វេទាំងអស់គ្នាមកពិសាទាំងអស់គ្នាបងប្អូនដើម្បីធម៌ពលរាងកាយដើម្បីសុខភាពស័ក្តិសមបំផុតសម្រាប់បងដែលមានជំងឺលើសជាតិខ្លាញ់លើសជាតិស្ករលើសជាតិស៊ីតបងជ្រើសមកញ៉ាំចាវីកាហ្វេជាមួយនឹង VR4 ក្របបងព្រោះវីកាហ្វេនេះចាស់ផ្សំឡើងពីរុក្ខឱសថខ្ញីខ្មៅក្របកាហ្វេ Arabica Freesil សម្បកមង្ឃុតហើយនឹងជាតិផ្អែម Nano ផ្សំឡើងពីអំពៅខ្មៅមិនធ្វើឲ្យប៉ះពាល់អ្នកជំងឺទឹកនោមផ្អែមទេពិសាបានដោយសប្បាយចិត្តសម្រាប់ព័ត៌មានមកអត់បងអាចលេខទូរស័ព្ទខ្សែឬក៏ឆាតចូល page ខាងបងប្អូនប្រឹក្សាចូលនៅបងពិសាកាន់តែមានគុណភាពប្រសិទ្ធភាពអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ